ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរប្រៀបបាននឹងចរន្តទឹកទន្លេដែលហូរមិនចេះហត់នឿយថ្ងៃខែឆ្នាំចេះតែរំលងផុតទៅភាពសោកសៅនិងការបាត់បង់កាលពីអតីតកាលបានប្រែក្លាយទៅជាធម៌ពលនិងកម្លាំងចិត្តដ៏រឹងមាំសម្រាប់វិជ័យជីវិតរបស់ជ័យចេះតែរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃក្រោមការបង្ហាត់បង្រៀនយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ពូដែនពីក្មេងប្រុសតូចដែលធ្លាប់តែរត់គេចខ្លួនទាំងយប់ព្រលប់ពេលនេះជ័យបានប្រែក្លាយជាយុវជនម្នាក់ដែលមានកាយសម្បទាមាំមួនកែវភ្នែកមុតស្រួចពោពេញដោយការតាំងចិត្តនិងគំនុំយុទ្ធធម៌ដែលមិនទាន់បានទូទាត់ជារៀងរាល់ព្រឹកព្រលឹមតន់ហ្វឹនហ្វើមមិនតន់ស្រកសំឡេងដាវទង្គិចគ្នានិងសំឡេងស្រែកហាត់គុណប្រយុទ្ធរបស់ជ័យតែងតែបន្លឺឡើងកណ្ដាលទីព្រៃជ្រៅមិនដែលខានម្ដងណាឡើយគណៈដែលជ័យកំពុងតែខំប្រឹងវឹកហាត់ពង្រឹងសមត្ថភាពខ្លួននៅឯទីធ្លាម្ខាងពូដែនក៏មិនបណ្ដែតបណ្ដោយឲ្យពេលវេលាចោលទទេនោះដែរគាត់តែងតែខំប្រឹងប្រែងពង្រឹងកងកម្លាំងទ័ពសម្ងាត់ដែលពូឆាយបានដឹកនាំរត់គេចមកចូលរួមជាមួយពួកគាត់កាលពីប៉ុន្មានឆ្នាំមុនពូឆាយគឺជាអតីតមេទ័ពដ៏ស្មោះត្រង់ម្នាក់ទៀតដែលមិនព្រមចោះចូលជាមួយជនក្បត់ហើយបានប្រមូលបងប្អូនទាហានដែលនៅសេសសល់មករួមរស់កសាងជំរំសម្ងាត់នេះឡើងយ៉ាងលំបាកលំបិននៅថ្ងៃមួយក្នុងរោមជំនុំប្រក់ស្លឹកកណ្ដាលព្រៃពូដែននិងពូឆាយកំពុងតែអង្គុយពិភាក្សាគ្នាយ៉ាងស្ងៀមស្ងាត់អំពីយុទ្ធសាស្ត្រដើម្បីជួយជ្រោមជ្រែងជ័យសម្រាប់ថ្ងៃអនាគតពូដែនបានចង្អុលទៅកាន់ផែនទីដែលគូសនៅលើស្បែកសត្វរួចពោលថាលោកអូនឆាយយុទ្ធសាស្ត្ររបស់យើងពេលនេះគឺមិនអាចទៅយកកូនមន់ទៅជួលជាមួយនឹងមេមន់បាននោះទេកម្លាំងទ័ពយើងនៅតិចយើងត្រូវតែបន្តលាក់ខ្លួនពង្រឹងកម្លាំងទ័ពព្រៃរបស់យើងឲ្យកាន់តែមុតស្រួចអ្វីដែលសំខាន់បំផុតគឺយើងត្រូវតែបណ្ដុះបណ្ដាលក្មួយជ័យឲ្យក្លាយជាមេទ័ពដ៏ពូកែម្នាក់ទាំងក្បួនហ្វឹកនិងគុណប្រយុទ្ធឲ្យស័ក្តិសមជាឈាមជួររបស់លោកបងធំរបស់យើងស្របពេលនេះយើងត្រូវតែចាត់សេនាស្មោះត្រង់ម្នាក់ឲ្យលួចជ្រៀតចូលទៅយកការនៅឯរាជធានីជាប្រចាំពេលណាដែលអាវិឆ័យវាបង្ហាញកន្ទុយក្បត់ជាតិកាន់តែច្បាស់កងទ័ពនិងប្រជារាស្ត្រនឹងអស់ជំនឿនោះហើយជាឱកាសមាសដែលយើងត្រូវតែវាយលុកទាមទារយុត្តិធម៌និងកម្ចាត់ជនក្បត់ពូឆាយងក់ក្បាលយល់ស្របរួចតបថាត្រូវហើយលោកបងដែនបើយើងក្តាប់បានចំណុចខ្សោយរបស់វាជ័យនឹងមានឱកាសកាន់តែច្រើនក្នុងការចុះហ្វុងហ្វឹកប្រកបដោយភាពជោគជ័យកំពុងតែជជែកគ្នាយ៉ាងតឹងរឹងស្រាប់តែសំឡេងសម្រាប់ជើងរត់តក់ក្រហល់សំដៅមករោងជំរុំបំបីភាពស្ងៀមស្ងាត់ហ្វេណាក្មេងម្នាក់នោះបានរត់មកដល់ទាំងដង្ហើមញាប់ស្មេញើសហូរស្រោចពេញផ្ទៃមុខនិងមានទឹកមុខភ័យហ្វ្លន់ហ្វ្លោយ៉ាងខ្លាំងគេប្រញាប់លុតជង្គង់ចុះរាយការណ៍ទាំងសំឡេងរអារអួលសឹងតែនិយាយមិនដាច់ស្រឡះឃើញទស្សនវិជ្ជាបែបនេះពូឆាយក៏ប្រញាប់ក្រោកឈររួចហ្វូទៅកាន់ហ្វេណានោះភ្លាមថាមានរឿងអីកើតឡើងបានជាឯងរត់មកទាំងភ័យហ្វ្លន់ហ្វ្លោបែបនេះឆាប់និយាយមកហ្វេណាម្នាក់នោះប្រឹងលេបទឹកមាត់បន្តិចរួចពោលរាយការណ៍ថារាយការណ៍លោកមេទ័ពនៅឯទួលដែនភាគខាងកើតពួកចៅឈ្លានពានកំពុងតែលើកទ័ពវាយលុកផ្ទុះសង្គ្រាមទៀតហើយទៀនពេលនេះកម្លាំងខ្មាំងសាហាវខ្លាំងណាស់វាយសម្រុកចូលមកហូរបន្ទាត់ខ្សែសីមារបស់យើងហើយគ្រាន់តែឮដូចនេះពូដែនប្រែទឹកមុខក្រហមងាំងដោយសេចក្តីខឹងសម្បាគាត់ក៏ហ្វូបញ្ជាក់ទៅទៀតថាចុះមេទ័ពណាទៅតតាំងការពារនៅទិសនោះហ្វេណានោះក៏ឆ្លើយតបទាំងហួសចិត្តថាគឺគ្មានអ្នកណាផ្សេងទេលោកមេទ័ពគឺមេទ័ពមិនបានការវិឆ័យដែលមានប្រពន្ធជាជាតិហ្វាសហ្វត្រោននោះហើយ
ដែលជាអ្នកបញ្ជានៅទិសខាងកើតនោះពូឆាយឮឈ្មោះនេះភ្លាមក៏ក្តាប់ដៃណែនរួចហ្វូម្ដងទៀតថាចុះវាមានចុះទៅប្រយុទ្ធនៅសមរភូមិផ្ទាល់ហើយឬនៅហ្វេណាហ្វឺបកាក៏ក្រវីក្បាលរួចតបទាំងក្តៅក្រហាយថាវាមិនបានចេញទៅច្បាំងទេទៀនវានៅហ្វឹងងំសុកតែក្នុងជំរំធំរបស់វាដោយគ្រាន់តែបញ្ជាឲ្យកូនចៅមេតបតូចតាចប៉ុន្មាននាក់ចេញទៅទប់ទល់ស្លាប់ជំនួសវាតែប៉ុណ្ណោះតាមមើលទៅប្រហែលវាចង់រកល្បិចកលលក់ក្បាលចរចាត្រូវរៅគ្នាជាមួយសត្រូវទៀតហើយក៏មិនដឹងទេទៀនឮរបាយការណ៍ចប់ពូដែនទាញដាវកាប់តុកឈើក្បែរនោះមួយទំហឹងធ្វើឲ្យតុកបាក់ជាពីរកំហឹងកាលពីអតីតកាលដែលវាបានសម្លាប់មេតបមង្គលយ៉ាងអយុត្តិធម៌បានឆាប់ឆេះឡើងហ្វាជាថ្មីប្រពេលដែលស្រមោលរបស់យុទ្ធជនកំពុងតែឈរស្ដាប់រឿងរ៉ាវអស់នេះពីមុខរោងជំនុំដោយកែវភ្នែកក្រហមទុំពោពេញដោយភ្លើងគំនុំហ្វុងហ្វឹកដែលដល់ពេលត្រូវតែទូទាត់គ្រាន់តែរបាយការណ៍ត្រូវបានរៀបរាប់ចប់សពគ្រប់បរិយាកាសនៅក្នុងរោងជំនុំប្រែក្លាយជាតានតឹងនិងពោពេញទៅដោយកំហឹងយ៉ាងក្រៅកគុកដំណឹងដ៏អាប់អ៊ូនេះប្រៀបបាននឹងប្រេងដែលជះស្រោចទៅលើភ្លើងគំនុំដែលកំពុងតែឆេះងុំពូដែនសង្គ្រាតថ្មិញក្តាប់ដៃណែនរហូតដល់លិចហ្វហ្វៃឈាមក្នុងខ្លួនពុះកញ្ជ្រោលសឹងតែចង់ហែកទ្រូងគាត់នឹងបងប្អូនហ្វេណាឯទៀតដែលធ្លាប់កាត់ស្លាប់កាត់រូសក្នុងសមរភូមិខឹងសម្បាយ៉ាងខ្លាំងសឹងតែចង់នាំគ្នាសម្រុកចេញពីព្រៃនេះទៅអូកអាក្បត់ជាតិវិឆ័យនោះពីក្នុងបន្ទាយយកមកកាត់ក្បាលហ្វែនខ្មោចលោកបងមេតបមង្គលភ្លាមទៅហើយពូដែនដើរវីវុចុះឡើងក្នុងរោងជំនុំព្យាយាមទប់កំហឹងដែលកំពុងតែឆាបឆេះរួចក៏ងាកមកពោលទាំងទឹកមុខងើយឆ្ងល់លាយឡំជាមួយនឹងការហ៊ូចិត្តយ៉ាងខ្លាំងទៅកាន់ពូឆាយថាលោកបូនឆាយអើយខ្ញុំពិតជាឆ្ងល់ណាស់ឆ្ងល់ដល់ថ្នាក់គិតមិនយល់តទេហ្វោះតើមូលហេតុអ្វីបានជាខាងរាជការនិងព្រះអង្គនៅតែបន្តទុកចិត្តប្រគល់អំណាចនិងការងារហ្វឹកសង្គ្រាមដ៏សំខាន់នេះទៅឲ្យអាក្បត់វិឆ័យនោះទៀតទង្វើវាកំសាកនិងលូកក្បាលយ៉ាងច្បាស់ក្រឡែតទៅហើយនឹងម្ដេចក៏គ្មាននរណាគេមើលឃើញហ្វោះអញ្ចឹងលឺសំនូដោយចាក់ដោតនេះពូឆាយដែលកំពុងតែឈរកាន់ដៃនិងដកដង្ហើមធំសន្ធឹកសម្លឹងមើលទៅក្រៅរោងជំរុំរួចតបដោយសំឡេងស្ងប់តែបង្កប់ដោយភាពឈឺចាប់និងខកចិត្តយ៉ាងខ្លាំងថាលោកបងអើយមើលតាមព័ត៌មានដែលកូនចៅយើងហ្វឺបដឹងរហូតមកពេលនេះអំណាចវាមិនតូចទេគ្រប់កងសេនានិងកងទ័ពធំទាំងអស់នៅក្នុងនគរគឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងនិងឥទ្ធិពលរបស់អាវិឆ័យនេះទាំងអស់វាបានចាក់ឫសចាក់គល់យ៉ាងជ្រៅទៅហើយនរណាក៏ដោយឲ្យតែហ៊ានតមាត់មិនស្ដាប់ឬមិនគោរពបញ្ជារបស់វានឹងរករឿងរកល្បិចកលចោតប្រកាន់និងសម្លាប់ចោលយ៉ាងព្រៃផ្សៃដោយដែលវាបានធ្វើល្បិចរៀបបន្ទាក់ដាក់លោកបងធំរបស់យើងអញ្ចឹងឯងមន្ត្រីស្មោះត្រង់ក្នុងវាំងភាគច្រើនបើមិនត្រូវបានវាសម្លាប់ក៏ត្រូវបង្ខំចិត្តបិទមាត់ឈរមើលដើម្បីរក្សាជីវិតដែរពូដែនស្ដាប់ហើយកាន់តែខឹងសម្បារួចក៏ពោលបញ្ចេញយោបល់ទាំងក្តៅក្រហាយតវ៉ានិងភាពអយុត្តិធម៌នេះថាបើទោះជាយ៉ាងនោះក៏ដោយក៏រាជការមិនគូងងឹតងងល់ដល់ថ្នាក់នឹងដែរបងគិតថាបើរាជការព្រមដកលោកមេតបភក្តីដែលជាមេតបដ៏អង្អាចកំពុងតែឈួចជើងការពារទិសនិរតីឲ្យមកទប់ទល់នៅទិសខាងកើតនេះវិញស្ថានភាពប្រកាសជាមិនអាក្រក់បែបនេះទេបើទោះជាកម្លាំងទ័ពរបស់យើងប្រហែលជាមិនអាចវាយបកយកឈ្នះសត្រូវដាច់ស្រឡះតែក៏យ៉ាងហោចណាស់យើងមិនត្រូវបានបាត់បង់ទឹកដីច្រើនទៀតនោះដែរតែនេះខាងទិសខាងកើតហាក់ដូចជាគ្មាននរណាអាចចូលចុះសោះរាជការនៅតែបន្តប្រើប្រាស់អាវិឆ័យនោះដដែលនិយាយដល់ត្រង់នេះពូដែនវាយតុកមួយដៃទៀតលន់លឺហ្វូប្រាវរួចបន្តទាំងអួលដើមកស្រក់ទឹកភ្នែកដោយការឈឺចាប់ជំនួសជាតិមាតុភូមិថាគ្រប់គ្នាដឹងទាំងអស់
គ្មាននរណាថាមិនដឹងទេថាប្រពន្ធរបស់វាជាជាតិហ្វេះអ្វីគ្រប់គ្នាក៏ដឹងច្បាស់ថាវាជាមនុស្សលោភលន់លុកឧត្តមកតេបែបណាតែចុះហេតុអ្វីបានជានៅតែបន្តកាត់ទឹកដីដែលដូនតាខំរក្សាដោយឈាមស្រស់អាសាច់កាត់ដីប្រគល់ឲ្យវាត្រូវម្ដងជាពីរដងគ្រាន់តែដើម្បីបិទបាំងភាពកំសាកនិងដូរយកពាក្យថាសន្តិភាពคล้ายៗនេះតែសន្តិភាពប្រភេទណាដែលត្រូវអូនក្បាលនិងបាត់បង់ទឹកដីដូនតាមិនចេះចប់បែបនេះនោះក្រោយពាក្យសម្ដីរៀបរាប់ពីទំហំនៃសេចក្តីវិនាសរបស់ពូដែនបានបន្លឺឡើងក្រុមសេនាទាំងអស់ដែលឈរជុំវិញនោះគ្មាននរណាម្នាក់អាចទប់ទឹកភ្នែកនិងអារម្មណ៍ឈឺចាប់បានឡើយពួកគេម្នាក់បានត្រឹមតែឱនមុខចុះចេះតែខ្សឹបខ្សួលពិភាក្សាគ្នាដោយឈឺចាប់ជាទីបំផុតភាពអយុត្តិធម៌ចំពោះជាតិមាតុភូមិការបាត់បង់ទឹកដីជាបន្តបន្ទាប់និងការបាត់បង់មេតបដ៏ឆ្នើមដូចជាមេតបមង្គលបានคล้ายជាមុខរបួសដ៏ជ្រៅមួយក្នុងបេះដូងរបស់ពួកគេដែលគ្មានថ្នាំណាអាចព្យាបាលបានក្រៅពីការរងចាំដែលយុវជនជ័យធំពេញវ័យគ្រប់គ្រាន់ដើម្បីទាមទារយុត្តិធម៌ជូនឪពុកនិងស្រោចស្រង់ផែនដីនេះឡើងវិញបង្វែរអារម្មណ៍ពីភាពតានតឹងនិងគំនុំសងសឹកនៅក្នុងរោងជំនុំសិនងាកមកមើលទស្សនវិជ្ជារបស់យុវជនជ័យឯនេះវិញពេលវេលាប្រៀបបានដូចជាចរន្តទឹកទន្លេហូរមិនចេះត្រឡប់ក្រោយរំលងផុតយ៉ាងលឿនសឹងតែមិនគួរឲ្យជឿពេលនេះកុមារដែលធ្លាប់តែរត់គេចខ្លួនទាំងយប់ប្រលប់បានចម្រើនវ័យឈានចូលអាយុ17ឆ្នាំហើយដោយសារតាំងតែពីតូចគេគឺជាកូនប្រុសរបស់លោកមេតបធំទទួលបានការហូបចុកនិងការមើលថែយ៉ាងដិតដល់នៅក្នុងភូមិគ្រឹះគូផ្សំនឹងការវឹកហាត់គុណប្រយុទ្ធជាប្រចាំផងបានធ្វើឲ្យរាងកាយរបស់គេលូតលាស់លឿនខុសប្លែកពីក្មេងដទៃបើមើលទៅគេសឹងតែធំនិងខ្ពស់ជាងក្មេងកំឡោះនៅក្នុងភូមិដូចជាវីរៈកនដននិងចែមទៅទៀតជ័យមានកម្ពស់ខ្ពស់ស្រឡះទម្រង់មុខសង្ហាកែវភ្នែកមុតថ្លានិងមានសម្បុរសស្អាតខុសប្លែកពីក្មេងៗអ្នកភូមិទូទៅតោះតែម្យ៉ាងគុណគឺគេមិនសូវមានសាច់ឈាមមុំមួនក្រាស់ក្រែលប៉ុន្មានទេពោលគឺរាងស្ដើងបន្តិចតែពោពេញទៅដោយសរសៃពូរឹងមាំខុសដាច់ពីវីរៈដែលមានសាច់ដុំធំកង់ព្រោះការធ្វើការងារធ្ងន់ក្នុងភូមិជាប្រចាំជ័យកាន់តែធំចរិតលក្ខណៈរបស់គេកាន់តែរឹងពឹងកែវភ្នែកដែលធ្លាប់តែបង្កប់នៅភាពកំសត់ប្រែមកជាមុតស្រួចពោពេញដោយអំណាចនិងភាពមើងម៉ាត់រាល់ពេលដែលគេនិយាយស្ដីម្ដងគឺច្បាស់មានទម្ងន់ធ្វើឲ្យអ្នកស្ដាប់ត្រូវតែងក់ក្បាលយល់ស្របស័ក្តិសមជាអ្នកដឹកនាំនិងជាឈាមជក់របស់មេតបពិតដោយសារតែរូបសម្បត្តិសង្ហាដាច់គេនិងអត្តចរិតចាស់ទុំនេះហើយទើបធ្វើឲ្យក្រមុំឬក្មេងស្រីនៅក្នុងភូមិឲ្យតែបានដើរកាត់មុខជ័យម្ដងគ្មាននរណាម្នាក់ដែលថាមិនលួចចោលភ្នែកសំឡឹងមើលគេនោះឡើយអ្នកខ្លះធ្វើពុតជាដើរទៅដងទឹកអ្នកខ្លះទៀតធ្វើជាដើរបេះបន្លែចិត្តទីធ្លាដែលជ័យកំពុងតែហាត់គុណប្រយុទ្ធសឹងតែរកលរកលេសគ្រប់យ៉ាងដើម្បីឲ្យតែបានចូលគៀឬបាននិយាយឆ្លើយឆ្លងជាមួយជ័យសំបីតែមួយម៉ាត់ក៏អស់ចិត្តប៉ុន្តែសម្រាប់ជ័យវិញគេហាក់ដូចជាមិនសូវខ្វល់ខ្វាយឬចាប់អារម្មណ៍នឹងរឿងស្នេហាផ្លូវចិត្តឬក្រសែភ្នែករបស់នារីទាំងនេះប៉ុន្មានទេយ៉ាងច្រើនគេគ្រាន់តែញញឹមឬនិយាយលេងសើចតបតបន្តិចបន្តួចតែប៉ុណ្ណោះត្បិតនៅក្នុងក្រអៅបេះដូងរបស់គេពេលនេះមិនទាន់មានកន្លែងទំនេរសម្រាប់រឿងមនោសញ្ចេតនាឡើយគេមានកិច្ចការដ៏ធំមហាសាលជាងជីវិតដែលត្រូវធ្វើនោះគឺការស្វែងរកយុត្តិធម៌និងសងសឹកជូនឪពុករបស់ខ្លួនជាធម្មតានៃធម្មជាតិក្មេងប្រុសតែងតែលូតលាស់ធំធាត់យឺតជាងក្មេងស្រីបែបនេះហើយទើបក្មេងស្រីដូចជាវិចារាដែលជាប្អូនស្រីរបស់ជ័យនិងដាវីបានចាប់ផ្ដើមប្រែក្លាយជានារីពេញវ័យពេញរូបពេញរាងមានសម្រស់ស្រស់សោភាគូឲ្យគយគន់មិនចាញ់ផ្កាព្រៃដែលកំពុងតែរីកនោះទេ
វិចារាធំពីងវ័យคล้ายជាក្រមុំស្អាតដាច់គេប្រចាំភូមិនិងមានសម្បុរសមាត់ខៃមុខមូលក្រឡងនិងមានហ្វក់វែងខ្មៅរលោងទម្លាក់រហូតដល់ចង្កេះមើលទៅគួរឲ្យស្រឡាញ់ជាទីបំផុតអ្វីដែលខុសពីជ័យជាបងនោះគឺនាងមិនហ្វៅលូតកំពុះទេពោលគឺនាងមានរាងតូចច្រឡឹងបែបមន់ចែអញ្ចឹងប៉ុន្តែកុំឃើញរូបរាងតូចល្អិតបែបនេះឲ្យសោះអត្តចរិតនាងគឺកាចឆ្នះមិនធម្មតាឡើយបើថានរណាហ៊ានចូលមកញេះញោះប្រេផ្ដាស់ឬនិយាយប៉ះពាល់ដល់បងប្រុសនាងគឺច្បាស់ជាស្គាល់រិទ្ធរបស់នាងមិនខាននាងជេរប្តីកប់មាត់សឹងតែរកដីលាក់មុខមិនតាន់ទើបធ្វើឲ្យគ្មានកំឡោះណាហ៊ានប៉ះពាល់ផ្ដេសផ្ដាស់ឡើយបានត្រឹមតែលួចមើលពីចម្ងាយចំណែកឯដាវីឯនេះវិញនាងក៏មានរូបរាងនិងសម្រស់ស្រស់ស្អាតទាក់ទាញមិនចាញ់វិចារាប៉ុន្មានដែរគ្រាន់តែនាងមានចំណុចខុសប្លែកពីវិចារាត្រង់ថានាងជាកូនអ្នកស្រែចម្ការនាងតែងតែជួយការងារឪពុកម្ដាយហាលថ្ងៃហាលខ្យល់ចុះស្រែឡើងចម្ការមិនដែលរអ៊ូទើបធ្វើឲ្យស្បែកសម្បុររបស់នាងមិនសូវហ្វកខ្ចីដូចវិចារាតែនាងគឺមានស្បែកស្របុលស្រអែមស្រស់សម្រស់របស់ដាវីគឺស្រស់ស្អាតបែបធម្មជាតិមើលយូរកាន់តែមានមុនស្នេហ៍គូផ្សំនឹងស្នាមញញឹមដ៏ស្រទន់និងរាងកាយរឹងមាំស័ក្តិសមជានារីក្រមុំអ្នកស្រុកធ្វើឲ្យនាងក្លាយជាទីចាប់អារម្មណ៍របស់កំឡោះក្នុងភូមិភាគច្រើនផងដែរព្រះអាទិត្យរះបញ្ចេញរស្មីពណ៌មាសចាំងជះចុះមកលើវាលស្រែដ៏ធំល្វឹងល្វើយខ្យល់រដូវបក់មករវិចនាំយកនូវក្លិនក្រអូបនៃគូស្រូវនិងក្លិនភក់ដីផុសចេញពីស្រែមកបង្កើតជាបរិយាកាសឲ្យកាន់តែស្រស់ស្រាយនៅឯទីធ្លាដីទួលក្បែរភ្លឺស្រែឯនោះវិញគេសង្កេតឃើញយុវជនជ័យកំពុងតែឈួតយ៉ាងសង្ហាបញ្ចេញញើសហូរស្រក់សើមជោគអាវគណៈដែលគេកំពុងតែយកចិត្តទុកដាក់បង្ហាត់បង្រៀនគុណប្រយុទ្ធបន្ថែមទៅដល់សំឡាញ់របស់ខ្លួនគឺវីរៈដនកននិងចែមទោះបីជាយុវជនទាំង4នាក់នេះមានកម្លាំងបាយខ្លាំងនិងមានសាច់ដុំធំកង់ដោយសារតែធ្លាប់ធ្វើការងារស្រែចម្ការធ្ងន់ក៏ពិតមែនតែបើនិយាយពីរឿងគុណប្រយុទ្ធវិញគឺពួកគេប្រៀបបាននឹងដំរីរៀនរំអញ្ចឹងដែរពួកគេមានចលនាយឺតយ៉ាវមិនហ្វៅរហ័សរហួននិងមិនងាយនឹងចងចាំក្បាច់ក្បួនបានលឿនដូចជ័យនោះឡើយជ័យដែលឆ្លងកាត់ការបង្ហាត់បង្រៀនយ៉ាងតឹងរ៉ឹងពីពូដែនគឺគ្រាន់តែមើលមួយផ្លេតក៏អាចចាំនិងអនុវត្តបានយ៉ាងស្ទាត់ជំនាញតែទោះជាយ៉ាងណាជ័យមិនដែលធុញទ្រាន់នឹងសម្លាញ់ទាំងនេះឡើយគេតែងតែចំណាយពេលបង្ហាត់បង្ហាញទម្រង់ជើងរបៀបចេញដៃនិងការគេចវេះយ៉ាងយកចិត្តទុកដាក់បំផុតព្រោះគេដឹងថាថ្ងៃណាមួយកម្លាំងរបស់បងប្អូនអ្នកភូមិទាំងនេះហើយនឹងក្លាយជាចំណែកដ៏សំខាន់មួយជាក់ជាមិនខានងាកមកមើលទីតាំងមិនឆ្ងាយប៉ុន្មានពីទីធ្លាហាត់គុណនោះគឺមានស្រះទឹកដ៏ធំមួយដែលមានផ្កាឈូកនិងប្រលិតដុះប្រជែងគ្នារីកយ៉ាងស្រស់បំព្រងពេញផ្ទៃទឹកនៅទីនោះគេឃើញក្មេងស្រីក្រមុំ2នាក់គឺវិចារានិងដាវីកំពុងតែសើចក្អាកក្អាយដើរលួចទឹកត្រឹមជង្គង់ដើម្បីបេះផ្កាឈូកនិងដកប្រលិតយកទៅស្លស្លុកតាមពិតទៅវិចារានិងដាវីមិនមែនបញ្ចង់ទៅលេងនៅស្រះផ្សេងដែលសម្បូរផ្កាជាងនេះទេតែនាងដឹងច្បាស់ថានាងមិនអាចដើរទៅទីណាឆ្ងាយពីក្រសែភ្នែកបងប្រុសរបស់នាងបានឡើយមូលហេតុគឺដោយសារតែនៅក្បែរភូមិនេះគឺភូមិកំពង់ទូកមានក្មេងទំនើងម្នាក់ឈ្មោះពន្លឺនិងប៉ាក់ពូរបស់វាដែលតែងតែដើរអុកលុកញេះញោះនិងតាមរំខាននាងគ្រប់ពេលវេលាឲ្យតែឃើញនាងដើរដាច់តែ2នាក់តែបើមានវត្តមានវីរៈនៅក្បែរពួកអាពន្លឺមិនសូវហ៊ានប៉ុន្មានឡើយព្រោះធ្លាប់ភ្លុករឹតកំដាប់ដៃរបស់វីរៈរួចទៅហើយគណៈដែលជ័យកំពុងតែចាប់ដៃវីរៈកែតម្រូវក្បាច់គុណយ៉ាងស្វាហាប់នោះ
ស្រាប់តែមានវត្តមានហ្វ្រៃក្រមុំអ្នកភូមិមួយក្រុមបានដើរកាត់តាមផ្លូវភ្លឺហ្វ្រែចប់នឹងជើងទួលនោះនាងម្នាក់ស្លៀកពាក់សំពត់ចងពុំយ៉ាងសមសួនដៃម្ខាងកណ្ដៀតក្អមដីរៀបចំទៅដងទឹកឯកែវភ្នែកវិញគឺបាញ់សំឡឹងតម្រង់មករកជ័យតែម្ដងគ្រាន់តែដើរមកដល់ក្បែរភ្លាមក្រុមនារីទាំងនោះក៏នាំគ្នាញញឹមញញែមបិទមាត់សឹងតែមិនចិត្តអ៊ីនព្រានរមុលខ្លួនរួចមាននារីក្លាហានជាងគេបានបន្លឺវិចារមកថាបងជ័យថ្ងៃនេះអីក៏ខំប្រឹងហាត់ម្ល៉េះហូរញើសជោគខ្លួនអស់ហើយមិនសម្រាប់ខ្លះទេអីបងចុះនឹងហ្វ្រេចទឹកដែរឬអត់ចាំបន្តិចខ្ញុំទៅដងទឹកត្រជាក់យកមកជូនបងពីហ្វាហ្វិនណាឮពាក្យសំដីផ្អែមល្ហែមបែបនេះវីរៈនិងអ្នកផ្សេងទៀតនាំគ្នាលួចហ្វាយកាយចំណែកឯជ័យវិញក៏បញ្ឈប់សកម្មភាពរួចងាកមកបំរុងតែនឹងញញឹមតបទៅវិញប៉ុន្តែជ័យមិនទាន់នឹងបានហើបមាត់និយាយបានមួយម៉ាត់ផងស្រាប់តែសំឡេងតូចឆ្មាតែព្រួយដូចហ្វាត់ហ្វារីការបស់វិជ្រាបានបន្លឺឡើងយ៉ាងកងរំពងពីកណ្ដាលហ្វ្រាស់ឈូកមកថាបងប្រុសយើងមិនហ្វ្រេចទឹកទេយីហ្វ្រេចស្អីអីចេះមកហ៊ានចំហមុខតាក់ទួងញ៉ៃញងដាក់បងប្រុសកណ្ដាលវាលហ្វ្រៃតែម្ដងឆាប់នាំគ្នាទៅដងទឹកទៅប្រយ័ត្នដើរទៅដល់ផ្ទះយឺតម៉ែនាងឯងវាយបែកខ្នងហ្វ្រេចយំផ្អើលអស់ភូមិឥឡូវហើយគ្រាន់តែត្រូវមួយប្រយោគដ៏ក្តៅគគុករបស់វិចារានេះភ្លាមក្រុមនារីទាំងនោះប្រែមុខជាក្រហមងាំងដោយសេចក្តីខឹងសម្បានិងការអៀនខ្មាស់ពួកគេខឹងខ្លាំងណាស់ដែលត្រូវក្មេងហ្វ្រៃតូចថាឲ្យនៅកណ្ដាលចំណោមប្រុសបែបនេះតែដោយសារដឹងពីចរិតកាច់ឆ្នះមិនចេះយោគយល់របស់វិចារាពួកគេក៏មិនដឹងថាត្រូវតបតយ៉ាងម៉េចវិញក្រៅពីប្រឹងសង្គ្រាមថ្មិញមើលមុខគ្នារួចបន្តដំណើរក្រវីគូតដើរចេញទៅបាត់អស់ឃើញទស្សនភាពបែបនេះជ័យបានត្រឹមតែក្រវីក្បាលហួចិត្តរួចដើរតម្រង់ទៅមាត់ហ្វ្រាស់ទឹកហើយពោលបន្ទោសប្អូនហ្វ្រៃតិចថាវិចារាឯនេះម៉េចក៏កាច់យុងខ្នួងយ៉ាងហ្នឹងគេគ្រាន់តែហ្វូនំបងលេងតាមមើយាទអ្នកភូមិផងរបងជាមួយគ្នាទេតាចាំបាច់អីទៅនិយាយបំបាក់មុខគេកណ្ដាលវាលអញ្ចឹងវិចារាមិនខ្វល់នឹងសំដីបងប្រុសឡើយនាងលើកដៃវាយហ្វក់ដែលធ្លាក់មកបាំងមុខរួចដកប្រលិតមួយទងបោះចូលទៅក្នុងកន្ត្រកមុននឹងងាកមកតបយ៉ាងខ្លីតែមុតថាស្អប់ចរិតខ្ញុំមិនចូលចិត្តនិយាយចប់នាងក៏ទាញដៃដាវីដែលកំពុងតែឈរលួចហ្វាច់នោះឲ្យដើរទៅបេះផ្កាឈូកនៅជ្រុងម្ខាងទៀតយ៉ាងរំភើយដែលទុកឲ្យជ័យឈរដកដង្ហើមធំនៅមាត់ហ្វ្រាក់ហើយត្រឡប់ទៅដឹកនាំការវឹកហាត់ជាមួយពួកវីរៈបន្តទៀតខណៈដែលវិចារានិងដាវីកំពុងតែត្រាំទឹកត្រឹមជង្គង់សើចក្អាកកាយបេះផ្កាឈូកនិងដកប្រលិតយ៉ាងសប្បាយរីករាយនោះភាពស្ងប់ស្ងាត់ក៏ត្រូវបានរំខានដោយវត្តមានរបស់ក្រុមពន្លឺគឺជាកូនអ្នកមានទ្រព្យស្រុកស្ដំប្រចាំភូមិកំពង់ទូកគេធ្លាប់បានចំណាយប្រាក់ជួលគ្រូគុនល្បីជាច្រើនមកបង្ហាត់បង្រៀនទើបធ្វើឲ្យគេមានអំណូតក្អេងក្អាងមិនសូវចេះខ្លាចញញើតអ្នកណាឡើយជាពិសេសគឺវីរៈនេះតែម្ដងចំណែកឯជាមួយជ័យវិញពន្លឺមិនដែលបានសាកល្បងកម្លាំងគ្នាតតែសោះត្បិតអីជ័យតែងតែលាក់មិនចង់បញ្ចេញសមត្ថភាពពិតឲ្យគេឯងមិនដឹងព្រោះខ្លាចមានរឿងរ៉ាវធំដុំនាំឲ្យមានទុក្ខទោសនិងការសង្ស័យដល់លោកពូដែនរាល់ពេលដែលមានភាពតានតឹងជ័យតែងតែដើរចេញឬព្រមចាញ់ដើម្បីបញ្ជៀសបញ្ហាថ្ងៃនេះពន្លឺមិនបានដើរតម្រង់ទៅរកក្រុមរបស់ជ័យដែលកំពុងតែហាត់គុននោះទេតែគេបែរជាបណ្ដើបាក់ពុដើរញញឹមញញែមយ៉ាងក្រអឺតក្រទមសំដៅទៅកាន់មាត់ហ្វ្រាក់ដែលវិចារានិងដាវីកំពុងតែនៅទីនោះគ្រាន់តែទៅដល់មាត់ទឹកភ្លាមពន្លឺបានបញ្ចេញកែវភ្នែកព្រះនារីសំឡឹងមើលទៅក្រមុំទាំងពីររួចពោលពាក្យសំដីលេបខាយញេះញាស់ថាអូនវិចារាគេថាមនុស្សស្អាតគឺតែងតែចូលចិត្តតែផ្កាឈូកដែលក្រអូបដូចជាវិចារានិងដាវីអញ្ចឹងឲ្យបងចុះទៅជួយបេះដែរបានទេ
lư phẩm đầy pro hơn bẹp ní đà vị đã công pung tê căn bạch pro lết còn ngợp một lãng phong lăng múc bôn lư đời kèo phê mình bình chất rồi tọp tàu vinh dàng trả đầy thả nè bong bôn lư bong ấy một rốt rương ấy tiết hai nắng đào chlong phúm một đọt tình đi hái nấu hiên đi dây phẩm đầy cái anh khăng khăng bẹp ní tiết nọ còn lệ mơ tàu mặc hàng nụ bong pro nhóm công pung tên nâu tin nụ pháp rồi dắt tên miền rứ nhóm mình đăng tên ná bồn lư đào vi cùng riêng bẹp ní mình trầm tay mình khái tham tiếng phai trong ó rồi nị dây đưa đòn pleb cả thả ô hô bóng mình khái tế a về rẽ nụ ô plik tử bong thay về rẽ nụ tế ta bong ní chết các bạch côn project pin khluôn tụ bày bong thay trôi mốt có vi mình sẽ bong đai chạy đòn ấy cho rọt đỡ có ban bọ vâng pi một phát nôm dốt nô rọt project đưa đòn rồi bỏ bồn lư thốt đo trò chi rồi bỏ về rẽ đại công pung từ hạt cún nấu chop ai phát nô lầm muộm còn tại lư pía promat ca tướng nâng ca hao bong thay giang pro hơn pi một a bồn lư phím về rẽ đại công pung tê miên chiêm riêu pháp có bánh chụp ca vực hạt phím mùi rồng bích kế đáp tay nén đào đầm rong tròn phลึงphong đau một rốt bồn lư đòi công hân phần thơ luôn một đo trong pung một phím vì rẽ mình đi về trán có lớp con đắp đáy bồn đôn túm bầm rong tay phẩm pung còn đal một bồn lư tổ hỡi bồn tay phẩm nàng ló đào vi ban tu bị tứcយ៉ាងlឿនមកចាប់ទាញដៃបងប្រុសនាងចប់រួចពោលខត់ទាំងភ័យថាបងវិរៈជប់សិនបងកុំឲ្យមានរឿងអីបងដោយសារតែការខត់ខាំងពីបូនស្រីវិរៈក៏ព្រមទម្លាក់ដៃចុះតែគេនៅតែសម្លឹងមុខពន្លឺដោយកំហឹងឃើញបងប្រុសព្រមថយកំហឹងបន្តិចហើយដាវីក៏ងាកមកសម្លឹងមុខពន្លឺដោយកែវភ្នែកមុតថ្លារួចពោលទៅថាបងពន្លឺបងឯងឆាប់ត្រឡប់ទៅវិញទៅហើយឈប់មករញ៉េរញ៉ៃនៅទីនេះទៀតមនុស្សប្រុសដែលមានចរិតបែបពួកបងឯងនេះកុំសង្ឃឹមថាពួកខ្ញុំចាប់អារម្មណ៍ឲ្យសោះតោះវិចារាយើងទៅផ្ទះវិញបងវិរៈកុំឲ្យមានរឿងណានិយាយចប់នាងក៏ទាញដៃវិចារាដើរចេញពីមាត់ហ្វ្រាក់តម្រង់ទៅផ្លូវត្រឡប់ទៅផ្ទះវិញចំណែកឯជ័យដែលឈរមើលស្ថានភាពតាំងតែពីដើមនោះក៏មិនបានចូលខ្លួនលូកដៃអ្វីច្រើនដែរជ័យបានស្រែកហៅសំឡាញ់របស់ខ្លួនថាតាមសម្រួលទៅសំឡាញ់គ្នាសូមជូនបងប្អូនទៅផ្ទះវិញមុនហើយណារួចហើយជ័យក៏បានដើរអមដំណើរការពារបូនស្រីទាំងពីរត្រឡប់ទៅផ្ទះដោយទុកឲ្យកំឡោះជើងល្អទាំងពីរនាក់គឺវិរៈនិងពន្លឺនៅឈរប្រឈមមុខគ្នាទោះបីជាជ័យនិងពួកស្រីដើរចេញទៅផុតអស់ក៏ពិតមែនប៉ុន្តែវិរៈនិងពន្លឺនៅតែមិនហ៊ានលូកដៃវាយតបគ្នាឡើយពួកគេបានត្រឹមតែឈរមើលមុខគ្នានិងនិយាយផ្លែផ្កាឌឺដងដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះមូលហេតុដែលពន្លឺមិនហ៊ានចូលវាយវិរៈមុនក៏ព្រោះតែគេដឹងច្បាស់នៅក្នុងចិត្តថាទោះបីជាវិរៈមិនបានរៀនគុណប្រយុទ្ធច្រើនគ្រូដោយគេក៏ដោយប៉ុន្តែវិរៈជាមនុស្សធ្វើការងារធ្ងន់មានកម្លាំងបាយខ្លាំងមហិមាប្រសិនបើផ្លត់ស្នៀតត្រូវកណ្ដាប់ដៃរបស់វិរៈតែមួយដៃច្បាស់ជាវង្វេងទៅរកផ្លូវទៅផ្ទះមិនឃើញចាក់ជាមិនខានដោយគិតថ្លឹងថ្លែងពីផលលំបាកនេះហើយទីបំផុតពន្លឺក៏សម្រេចចិត្តក្រវីក្បាលរួចនាំបាក់ពួករបស់ខ្លួនដើរត្រឡប់ទៅវិញទាំងអារម្មណ៍មិនហ្វូវហ្វ្រឡាស់ទុកឲ្យវិរៈឈរខំមាត់សម្លឹងតាមពីក្រោយតែម្នាក់ឯងចង់ដឹងថាតើជ័យនឹងដឹកនាំក្រុមសេនារបស់លោកពូគេចេញទៅហ្វងហ្វឹកឲ្យឪពុកចេញទៅរំដោះទឹកដីបានដោយរបៀបណាសូមរងចាំស្ដាប់ភាគបន្តទៀត